ខឹងបបួលចូលផ្ទះសំណាក់មិនបានដប់ទៅកន្លែងស្ងាត់វាយរំលោភហើយយកទ្រព្យសម្បត្តិគេចខ្លួនទៅបាត់នារីម្នាក់ត្រូវបានសង្សាររបស់បងស្រីលបួងលួចចូលផ្ទះសំណាក់តែនាងប្រកែកមិនព្រមបែកគំនិតដប់នាំយកទៅកន្លែងស្ងាត់ចាប់វាយដំលើរាងកាយបណ្ដាលឲ្យរងរបួសធ្ងន់រួចយកទូរស័ព្ទមួយគ្រឿងហើយជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 4:55 នាទីព្រឹកនៅតាមផ្លូវក្រវ៉ាត់ក្រុងទី 3 ភូមិគោកខ្សាច់សង្កាត់ប្រទេសឡាងខណ្ឌកំបូលរាជធានីភ្នំពេញនារីរងគ្រោះមានអាយុ20ឆ្នាំមុខរបរជាកម្មការិនីរោងចក្រដែលស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងរងរបួសធ្ងន់បើតាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់និងបងស្រីរួមជាមួយមិត្តភ័ក្តិផ្សេងទៀតរួមជាមួយនឹងជនសង្ស័យដែលត្រូវជាសង្សាររបស់បងស្រីផងបាននាំគ្នាផឹកស៊ីនៅផ្លូវចោមចៅម្ដុំកាណាស៊ីធីរហូតដល់ស្រវឹងក៏ចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនហើយរូបនាងនៅក្រៅគេត្រូវបានជនសង្ស័យដប់តាមម៉ូតូហើយលបួងបបួលចូលផ្ទះសំណាក់តែនាងមិនព្រមនាងសុំឲ្យដប់ជូនទៅបន្ទប់ផ្ទះជួលតែត្រូវជនសង្ស័យបែកគំនិតដប់នាងបង្ហោះទៅផ្លូវក្រវ៉ាត់ក្រុងទី 3 ដល់ចំណុចកើតហេតុឃើញឱកាសស្ងាត់ជិះម៉ូតូចុះពីផ្លូវចូលព្រៃចាប់វាយធ្វើបាបនាងបណ្ដាលឲ្យរងរបួសធ្ងន់រួចយកទូរស័ព្ទដៃមួយគ្រឿងជិះម៉ូតូគេចខ្លួនបាត់ស្រមោលជនរងគ្រោះបានបន្តទៀតថាក្រោយពីកើតហេតុមានរឿងបែបនេះនាងបានដើរឡើងមកលើផ្លូវក្រវ៉ាត់ក្រុងវិញទាំងរបួសរាងកាយហើយបានហៅគាត់រថយន្តកុងតឺន័រស្នើសុំឲ្យជួយនាំគាត់ទៅពេទ្យផងដោយស្ថានភាពរបួសធ្ងន់ខ្លាចមានបញ្ហាដល់អាយុជីវិតម្ចាស់រថយន្តកុងតឺន័រក៏បានឈប់សុំឲ្យពលរដ្ឋជួយហៅសមត្ថកិច្ចក៏ដូចជារថយន្តសង្គ្រោះដើម្បីដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព711កងពលតូចលេខ70បានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមាដើម្បីជួយសង្គ្រោះជុំវិញករណីខាងលើក្រុមការងារសារព័ត៌មានត្រយងបានសុំការបំភ្លឺពីលោកវរៈស្នីឯកហុងពិសិដ្ឋអធិការខណ្ឌកំបូលបានឲ្យដឹងនាព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025នេះថាកម្លាំងសមត្ថកិច្ចរួមជាមួយលោកផ្ទាល់គឺកំពុងនៅមន្ទីរពេទ្យដើម្បីសាកសួរជនរងគ្រោះដើម្បីស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យមកចាត់ការតាមផ្លូវច្បាប់ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានដុតដៃដុតជើងក្នុងការស្រាវជ្រាវហើយក៏បានតម្រុយខ្លះហើយដែរត្រយងនាំសារពិតគ្រប់ទីកន្លែង